អ្នកសុំទានតូចនោះបានលួចចូលតាមរន្ធឆ្កែលួចចូលទៅក្នុងបន្ទប់បញ្ចុះសពរបស់ព្រះអង្គម្ចាស់រាជគាត់ឃ្លានខ្លាំងណាស់នំប៉័ងចំហុយលើតង្វាយមិនមែនគេរំពឹងថាឆ្មាំរបស់ព្រះអង្គម្ចាស់រាជនឹងរកបានភ្លាមព្រះអង្គម្ចាស់បានសួរគាត់ដោយឆ្ងល់ថាជាមួយនឹងអ្វីនៅលើនោះឆ្ងាញ់ជាច្រើនហេតុអ្វីញ៉ាំតែនំប៉័ងចំហុយមែនទេព្រោះមាន់និងស៊ុតមានតម្លៃថ្លៃពេកមានតែនំប៉័ងចំហុយទេដែលថោកបំផុតនៃព្រះអង្គម្ចាស់គិតថាអ្នកសុំទានតូចនោះដោយមានអារម្មណ៍អាណិតពួកគេក៏ទុកនំប៉័ងចំហុយដែលបោកចោលអ្នកសុំទានតូចនោះសម្លឹងមើលមនុស្សដែលនាងម្ចាស់ស្រីក្នុងរឿងពិតជាល្អមែនខ្ញុំបានសួរនាងដោយចង់ដឹងចង់ឃើញថាហេតុអ្វីបានជានាងដឹកទីនេះបន្ទូថាព្រះនាងសោយទីបង្គំហើយបន្ទាប់អ្នកសុំទានតូចបានឬសំឡេងផ្កាពេយូនីកំពុងនិយាយការពេអូនីបានប្រាប់អ្នកសុំទានតូចនោះថាព្រះនាងម្ចាស់ក្ត្រីត្រូវបានបំពោលនាងបានដាក់យកបរិភោគបេះដូងចូលក្នុងដៃពីនឹងនេះបានទៅដល់ព្រះមហាក្សត្រប៉ុន្តែគ្រូពេទ្យអធិរាជចិត្តទៀតបាននិយាយថាប្រហែលជាគាត់បានផ្ដល់ឲ្យម្ចាស់ក្ត្រីច្រើនដងហើយនៅខាងក្រៅគ្លីនិកគេមិនបានរកឃើញថ្នាំចិញ្ចឹមសញ្ញានៃការពោលពីអូនីបាននិយាយថាគ្រូពេទ្យអធិរាជនឹងមិនអាចមើលឃើញឥឡូវនេះទេគូស៊ីបេះដូងត្រូវបានសម្លាប់ដំរេង 1000 ក្រុមជោគជ័យហើយថ្នាំពោលនេះត្រូវបានលាក់ទុកនៅក្នុងការត្រាំរយៈពេល100ថ្ងៃនៅខាងក្នុងតុក្កតាគ្រាន់តែដុតក្រណាត់ចោលទីតាតុក្កតានឹងភ្លាមមិនអីទេអ្នកសុំទានតូចនោះបានរើតុក្កតាក្រានោះហៀបនឹងដុតវាហើយអ្នកយាមប្រាប់នាងឲ្យដាក់វាចុះយ៉ាងលឿនហើយនិយាយរឿងនេះតុក្កតានេះជារបស់ម្ចាស់ក្ត្រីរោតែមនុស្សម្នាក់សំបីតែព្រះអង្គម្ចាស់រាជទានបានឲ្យស្វែងរកទៅខ្លួនឯងនៅពេលនេះការភៀនេះរំលឹកកូនតូចម្ដងទៀតអ្នកសុំទានគួរតែដុតវាចោលឲ្យលឿនបើមិនយកឆ្នាំពេលហើយអ្នកសុំទានតូចគាត់បានបោះតុក្កតាក្រណាត់ចូលទៅក្នុងនៅក្នុងលដុតស្រាប់តែទារកខ្យាដំរីពោលមួយបានហោះចេញពីខាងក្មេងនោះបានបាត់ខ្លួនបន្ទាប់ពីមួយសន្ទុះនៅលើអាកាសដើរតាមព្រះនាងមកគាត់ភ្លាមបន្ទាប់មកទ្រង់បានបាត់ភ្នែកឡើងព្រះអង្គម្ចាស់ដោយមានអំណរជាខ្លាំងគាត់បានធ្វើឲ្យព្រះនាងម្ចាស់បានជួយគាត់ឲ្យក្រោកឡើងហើយគ្រូពេទ្យអធិរាជក៏បានបោះជីភរបស់ព្រះនាងម្ចាស់ព្រះអង្គបានជាសះស្បើយពេញលេញហើយប៉ុន្តែព្រះអង្គម្ចាស់នេះគិតថាវាគ្រាន់តែជារឿងចៃដន្យឲ្យប៉ុណ្ណោះដែលអ្នកសុំទានត្រីយានីបានរស់នៅខ្ញុំពិតជាចូលចិត្តអ្នកសុំទានតូចម្នាក់នេះណាស់ហើយខ្ញុំនិយាយថាទោះបីជាកូនស្រីមិនស្លាប់ក៏ដោយក៏នាងនៅតែណាស់ហើយគាត់មើលឃើញអ្នកសុំទានតូចដូចជាកំព្រាព្រះអង្គម្ចាស់រាជយានិងភរិយារបស់រងយកនាងទៅចិញ្ចឹមប៉ុន្តែអ្នកសុំទានបាននិយាយថាគាត់គ្រាន់តែជាអ្នកសុំទាននោះព្រះអង្គម្ចាស់បាននិយាយថានាងមិនមែនជាអ្នកសុំទានសំណាងតូចរបស់ពួកគេដូច្នេះអ្នកសុំទានតូចនោះបានដើរតាមរកទៅវិមានវិញគាត់បន្តឲ្យកូនតូចនោះក្មេងស្រីនោះបានចំអិនម្ហូបឆ្ងាញ់មួយបែបហើយនាងបានបំបែកជើងមាន់ជាបំណែកបីចំណែកព្រះអង្គម្ចាស់សួរដោយចង់ដឹងចង់ឃើញនាងបានធ្វើអ្វីដោយបែងចែកវាជា3ផ្នែកក្មេងស្រីនោះបាននិយាយថារឿងនេះនឹងមានរយៈពេល3ថ្ងៃម្ចាស់ក្ត្រីមានអារម្មណ៍ជឿចាប់ក្នុងចិត្តណាស់ព្រះអង្គម្ចាស់រាជយាបានប្រាប់ញ៉ាំឲ្យបានចំហនៅពេលអនាគតញ៉ាំឲ្យអស់តាមចិត្តបន្ទាប់មកព្រះមហាក្សត្របានថតរូបបានណែនាំដល់បងប្រុសរបស់ខ្ញុំមួយក្មេងស្រីតូចនោះស្គាល់គាត់បងប្រុសច្បងគឺឧត្តមសេនីយ៍ដឹកនាំកងទ័ពចូលទៅក្នុងសមរភូមិនៅទី2របស់ខ្ញុំតាមឡើយពូកែទាំងអស់មែននឹងក្បែរកាលពី5ឆ្នាំមុនគាត់បានដួលហើយបាក់ជើងភ្លាមជើងរបស់គាត់បានបណ្ដាលឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងខ្លួនឯងនៅក្នុងផ្ទះពេញមួយថ្ងៃពេលនោះហើយបងប្រុសទី2របស់ខ្ញុំក្រោយពីបានឃើញឪពុកម្ដាយដែលយកគាត់មកចិញ្ចឹមបានឃើញអ្នកសុំទានម្នាក់ហើយមានអារម្មណ៍ថាមានយ៉ាងខ្លាំងហើយសន្យាថានឹងមិនដែរគាត់បានទទួលស្គាល់ថានាងជាប្អូនស្រីរបស់គាត់បន្ទាប់មកនាងបានចាប់អ្នកបម្រើស្រីវាត្រូវបានបញ្ជូនទៅកន្លែងផ្ទុកត្រជាក់ហើយជានៃការសូត្រទឹកកអាយរឿងតែមួយគត់ដែលធ្វើឲ្យគាត់ក្រោកបុរាណសពថ្ងៃនេះក៏ជាកំពូលនៃរដូវចេញផ្កានៅថ្ងៃបន្ទាប់គាត់បានអធិស្ឋានថាថ្ងៃនេះនឹងការរែកស្គូស្គីប៉ុន្តែគាត់បានអធិស្ឋានបន្ទាប់ពីរយៈពេលយូរផ្កាសូត្រទឹកក៏មិនបានរីកទេសំបីតែផ្កាដែលបានរីកក៏មិនរីកដែរព្រាមស្វិតហើយភ្លាមនោះក៏មានបេះដូងខ្ញុំក៏ស្លាប់ដែរហើយបន្ទាប់មកគាត់បានអនុញ្ញាតឲ្យអ្នកបម្រើចុះមកតាមទ្វារហើយមើលរស់នៅជីវិតដ៏អាក្រក់ជាងសេចក្តីស្លាប់គាត់គិតថាវាល្អជាងក្នុងការស្លាប់ទៅដូច្នេះគាត់បានស្រែកអោបធំរបស់គាត់នេះជាព្រះចៅអធិរាជបាននាំគ្រូពេទ្យដល់ទេវភាពខ្ញុំបានមកទទួលការព្យាបាលចៅប្រុសរបស់ថ្ងៃនេះជាកំពូលនៃរដូវផ្កាទឹកកកនៅថ្ងៃបន្ទាប់គ្រូពេទ្យអភូតហេតុបាននាំមកជាពិសេសសាមយាយឌីវមកដល់វាអាងថាមានតែគ្រាន់តែមួយដំណក់គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យសូការកំពុងរីកប៉ុន្តែបន្ទាប់មកអ្នកយាមបានរកឃើញព្រះអង្គម្ចាស់ក្ត្រីបានបាត់ខ្លួនហើយកូនស្រីតូចនោះបានសួរផ្កាអគីដេនៅខាងក្រៅគីដេបាននិយាយថានាងបានទៅខាងឆ្វេងបន្ទាប់មកក្មេងស្រីតូចនោះបានប្រាប់ឪពុកម្ដាយព្រះអង្គម្ចាស់បានគិតពីផ្នែកខាងឆ្វេងការផ្ទុកទឹកកកនាំមនុស្សឲ្យធ្វើបានយ៉ាងឆាប់រហ័សប្រញាប់ប្រញាល់ទៅហើយពិតជាបានរកព្រះអង្គម្ចាស់រីកយាគង់នៅខាងក្នុងនៅពេលនេះក្បាលរបស់នាងត្រូវបានគ្របដណ្ដប់នៅលើកែមនៃការស្លាប់គ្រូពេទ្យអពូតហេតុបានក្រោកឈរឡើងខ្ញីនឹងត្បូងពេជ្រកំសត់ចិត្តត្រូវបានចាក់លើវិញ្ញាណទឹកកកប៉ុន្តែគ្មានអ្វីសោះគាត់គិតថាប្រតិកម្មអាចបណ្ដាលមកពីកម្រិតថ្នាក់មិនគ្រប់គ្រាន់ទេដូច្នេះខ្ញុំចាក់វាចេញម្ដងពី3ដំណក់ប៉ុន្តែនៅតែគ្មានប្រសិទ្ធភាពទីបំផុតពួកគេគ្រាន់តែទិញដុកទាំងមូលទឹកសន្សើមត្រូវបានចាក់ពីលើដោយមិននឹកស្មានដល់ការវិញ្ញាណទឹកកកបានលេចចេញបានយ៉ាងស្ងួតហើយនៅពេលនេះមនុស្សគ្រប់គ្នាពួកគេទាំងអស់គ្នាមានអារម្មណ៍អស់សង្ឃឹមក្មេងស្រីតូចបន្ទាប់មកគាត់រត់ទៅសុំឲ្យការវិញ្ញាណទឹកកកប្រកាសមួយយ៉ាងលឿនដើម្បីជួយសង្គ្រោះបងប្រុសឲ្យអ្នកបម្រើស្រីនៅក្បែរគាត់មិនចូលចិត្តស្រីតូចនោះបានខ្ទប់ដោយចិត្តណានាងបានតែកំភ្លៀងក្មេងស្រីតូចនោះដែលបានយំឡើងហើយទឹកភ្នែកក៏ហូរចុះមកលើមុខវាបានស្រក់ទៅលើការវិញ្ញាណទឹកកកដោយមិននឹកស្មានដល់ការវិញ្ញាណទឹកកកពួកគេចាប់ផ្ដើមនិយាយក្មេងស្រីតូចនោះបាននិយាយភ្លាមថាតម្រូវការរបស់ការវិញ្ញាណទឹកកកអ្នកព្យាបាលរដ្ឋបានបញ្ឈប់នាងយ៉ាងរហ័សដោយនិយាយថាវាជាការវិញ្ញាណខ្លាចបំផុតគឺភ្លើងសំបីតែដង្ហើមរបស់ដៅត្រូវបានបាញ់ទៅលើផ្កាអ្វីក៏សាត់បាត់ទៅសំបីតែក្មេងស្រីតូចឃើញថាពួកគេមិនជឿគាត់ក៏ឈប់ការពន្យល់ដែលសម្ដៅដោយផ្ទាល់ទៅលើការវិញ្ញាណទឹកកកលោកការត្រូវបានបេះហើយបេងលែងពួកនិយាយម្ដងទៀតដោយអនុញ្ញាតឲ្យក្មេងស្រីក្មេងនោះបានបោះខ្លួនឯងចូលទៅក្នុងភ្លើងយ៉ាងប្រសិនបើគ្មានភ្លើងនៅក្នុងអង្គទេនាងគាត់ហៀបនឹងស្លាប់
ក្មេងស្រីតូចបានរើបការនោះដោយចៃដន្យពន្លកនោះត្រូវបានបោះចូលក្នុងលំដុតហើយនោះហើយជាវីចង្អុលទៅក្មេងស្រីតូចអំឡុងពេលនៃការស្ដីបន្ទោសស្រាប់តែមានអ្វីមួយបន្ទាប់ពីផ្លែឈើនៃការវិញ្ញាណទឹកកកត្រូវបានប្រមូលក្មេងស្រីតូចនោះបានដាក់ផ្លែឈើនោះភ្លាមត្រូវបានប្រគល់ឲ្យបងប្រុសទី2ដែលបានខំមួយស្លាប់ព្រាប៉ុណ្ណោះប៉ុន្តែវាមិនបានផលទេជាលទ្ធផលនៅពេលដែលមនុស្សគ្រប់គ្នាមានអារម្មណ៍អស់សង្ឃឹមនៅពេលនោះក្មេងស្រីតូចនោះបានប៉ះវាជើងរបស់បងប្រុសខ្ញុំ